បំវែអារម្មណ៍ពុកម៉ែបងប្អូនមុខមើលមិនខ្លះហើយមិននៅទីនេះគឺច្រើនហើយស្អាតស្អាតទៀតពុកម៉ែបងប្អូនមិនប្រៃប្រហែលជាឥឡូវប្រហែលជាលាយមិនស្រុកផងដែរពុកម៉ែបងប្អូនដូចថាវានៅទីនេះយូរទៅនៅតំបន់ថៅកែរបស់ខ្ញុំនៅវាមានមិនស្រុកមានអីហើយវារោចង់ជល់គ្នាផងដែរស្អាតមែនទែនមើលកតុយឯងហើយមិននៅទីនេះសុខភាពល្អពុកម៉ែបងប្អូនចំណាំមើលមិនប្រៃគឺស្លឹកត្រចៀកវាពើសពុកម៉ែបងប្អូនស្លឹកត្រចៀកវាពើសមិនប្រៃជុលដេញគ្នាព្រោះអីអាកូពើខ្មៅនេះវាការពារកន្លែងវាផងដែរខ្ញុំឃើញវានៅតែនឹងឯងវានៅតែនឹងកន្លែងនឹងក្រមដើមចិនរៃរាល់ថ្ងៃណាមកមិនផ្សេងពើផ្សេងវាមករស់ស៊ីកន្លែងហ្នឹងមិនឈ្មោលវាដឹងតែដេញឯងស្អាតមានមួយចង្ការរបស់គាត់ម្ដីរបស់គាត់មានមិនខ្មៅមួយហើយនឹងមិនសមួយមិនគោពុកម៉ែបងប្អូនសស្គូសមួយប៉ុន្តែត្រូវឆ្កែខំងើបហើយជិះស្រ័យផងបងប្អូនឥឡូវខ្ញុំថតទឿនស្ដាយមកថាវាជុលគ្នាវឹកជុលគ្នាទៅងើបរៀងខ្លួនពុកម៉ែបងប្អូនដេញគ្នានឹង3-4 ម៉ោងថៅកែខ្ញុំគាត់មូលម៉ោមខ្ញុំក៏ទៅថតកន្លែងផ្សេងទៀតផងដែរអានេះមកគូនេះទៀតទៅព្រោះมันគោច្រើនបងប្អូនមានគ្រប់ពឿផងដែរដូចវាតដើមមេសម្បូរមេរូពងឥឡូវសម្បូរមេរូពងទៅវាតដើមមេមួយឈ្មោល4-5ទៅមើលតរួមវាដឹងពុកម៉ែបងប្អូនសុខភាពល្អណាស់មិននៅទីនេះបើនេះប្រហែលជាវារៀងកាត់មិនស្រែមិនស្រុករយថៅកែខ្ញុំក៏ធ្លាប់យកម្ចាស់ក្រុមហ៊ុនយកមកឲ្យថៅកែខ្ញុំចិញ្ចឹមនៅទីនេះផងដែរទៅវាប្រហែលជាវាកាត់មិនស្រកទៅវាចូលជាលិតជីកក្រហមវិញផងដែរខ្លះលិតជីកក្រហមទៅខ្លះលិតជីកសទៅបើថាស្លឹកជីកសមិនប្រៃសុតសាតបងប្អូនបើថាលិតជីកក្រហមអញ្ចឹងតែវាកាត់លាយមិនស្រុកផងដែរនោះក៏មកគូដើមមេគ្នាទូរស័ព្ទខ្ញុំថតប៉ះស្លឹកឈើទៅនឹងព្រិលបាទឈ្មោលនោះវាឈោស្ងៀមដូចរូបចន្លាក់តាំងមេទាំងអីខ្ញុំឈោថតខ្ញុំថតទៅតែមឿនមួយនេះវាកត្រអត់កត្រទេតែមីយកមីគាត់កត្រដែរគឺធ្វើមើលហើយនឹងល្អមែនទេខ្ញុំឆ្ងល់មកពីមូលហេតុអ្វីមានពុកម៉ែបងប្អូនបានដឹងអត់កន្រើកសំបីមួយបន្តិចអត់កន្រើកសោះតែថៅកែរបស់ខ្ញុំវាជិះម៉ូតូមុខបែបវាតែមានជាយាមធ្វើកន្រើកវាគាត់កន្រើកថៅកែខ្ញុំក៏បានជិះម៉ូតូ